ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចេញមកលក់ស្បែកនេះម្ដងទៀតហើយខ្ញុំមកប្រាប់ពីមូលហេតុអីបានខ្ញុំដាក់លក់វាមួយសារទៀតព្រោះសារមានភ្ញៀវគាត់ឲ្យទុកហើយដល់ថ្ងៃក៏អត់យកហើយមិនសមខ្ញុំជិះខ្ញុំតាក់ទងទៅគាត់ដែរតែតាក់ទងអត់បានអញ្ចឹងគឺខ្ញុំសម្រាប់ចិត្តថាខ្ញុំនឹងដាក់លក់សារជាថ្មីហើយតម្លៃដែលខ្ញុំលក់គឺ$100ដដែលស្បែកខ្ញុំចេញត្រឹមភ្នំពេញគីឡូត្រឹមតែ23 24នេះទេចង់បញ្ជាក់បងប្អូនថាមន់នេះគឺប្អូនអាស្មាច់ដែលពីមុនដែលខ្ញុំផុសលក់ថាបាន1លានហ្នឹងអាហ្នឹងគឺប្អូនវាបកកើតដល់កូនដាក់បងវាគីឡូធំជាងណាផែនរូបរាងសម្បល់ដូចគ្នាខុសតែសកាហើយពណ៌ជើងទេអានោះពណ៌សាន់បាទជើងវាពណ៌សាន់អញ្ចឹងសម្រាប់បងប្អូនដែលចង់បានមាន់ដែលមានគុណភាពមានទំនុកចិត្តអានេះបើយើងរាប់តាមដំបូលខ្សែពូជរបស់វាគឺសម្បុករបស់វាគឺខ្ញុំលក់តែទទួលជោគជ័យច្រើនពេលដែលភ្ញៀវយកទៅជុលឈ្នះអញ្ចឹងគាត់តែឆាតប្រាប់អញ្ចឹងសម្រាប់ខ្សែដំបូលពួកនេះគឺខ្ញុំលក់រៀងថ្លៃបន្តិចតម្លៃ40វិញប៉ុន្តែមាន់មានគុណភាពមាន់មានយើងអាចនិយាយថាបើសិននិយាយទឹកចិត្តយើងវិញគឺសង្ឃឹមច្រើនវាមិនប្រកាសថាឈ្នះ100%ទេប៉ុន្តែវាសង្ឃឹមច្រើនសម្រាប់បងប្អូនដែលចង់បានមាន់គីឡូតូចតែគុណភាពហើយអត់សូវសាញតម្លៃបងប្អូនអាចតាក់ទងមកខ្ញុំបាននេះមួយគ្រាប់នេះណាអែមខ្ញុំធានាឲ្យបងប្អូនថាអែមល្អក្នុងណាក្នុងគឺល្អហ្មងគៀកគឺវាហើយក្រៅក៏មិនអន់ដែរតែគាត់ថាវាអត់ដល់ក្នុងទេក្នុងវាល្អជាងប្រភេទមាន់ខាំវាយហើយនឹងវាយកាត់មាន់នេះអញ្ចឹងបងប្អូនដែលចង់បានមាន់គីឡូតូចតែផែនបណ្ដាស្អាតនេះតំណខ្ញុំបានតម្លៃ400000នេះបងប្អូនមើលរូបវាហើយរោមរឹបស្អាតណាស់បងប្អូនរោមវារឹបស្អាតក្បាលទូចស្អាតឆ្លើមស្អាតអែមអញ្ចឹងតម្លៃ400000បងប្អូនណាចង់បានតំណខ្ញុំមកខ្ញុំធានាជូនណាគុណភាពអញ្ចឹងអរគុណច្រើនបងប្អូនដែលឆ្លាញ់ចូលចិត្តគាំទ្រស្ដេចបាសីដីវិសាលកុំភ្លេចជួយ Subscribe ឆានែល YouTube ខ្ញុំមួយផង